គឺប្រធានបទជនរងគ្រោះសន្លប់នៅមានដង្ហើមកាលណាសន្លប់នៅមានដង្ហើមយើងជួយគាត់ដាក់ដំណេកផ្អៀងអញ្ចឹងលោកតាលោកយាយពេលតែជួបជនរងគ្រោះថ្នាក់ចរាចរណ៍ស្អីឬក៏ខ្យល់គោដែលខ្យល់ទៅដួលសន្លប់មកស្ដោកអញ្ចឹងលោកតាលោកយាយអាចដាក់គាត់ឲ្យដេកផ្អៀងអញ្ចឹងដើម្បីអីដើម្បីជួយពន្យាពេលគាត់កុំឲ្យគាត់ស្លាប់ក្នុងរយៈពេលឆាប់រហ័សដើម្បីចាំឡានពេទ្យមកដល់បាទបើយូរទៀតអានឹងយើងត្រូវបញ្ជូនគាត់ទៅណាទៅមន្ទីរពេទ្យដោយខ្លួនឯងយើងដាក់បាននេះគឺបានតែមួយរយៈពេលណាប៉ុណ្ណឹងមិនអាចយូរបានរាប់ម៉ោងទេបាទតែកុំភ្លេចអសោះពេលដែលដាក់ដំណេកផ្អៀងនឹងហើយត្រូវតែប្រកាសអាសន្នហៅឡានពេទ្យលេខប៉ុន្មានលោកតានិយាយបាទ119ចាំផងតិចទៀតសួរឡើយបាទ119អញ្ចឹងសំណួរមួយគេសួរថាតើធ្វើម៉េចបានដឹងថាជនរងគ្រោះសន្លប់បាទយើងដឹងថាខ្យល់គោឲ្យស្ដោកប៉ុន្តែធ្វើម៉េចបានដឹងថាគាត់សន្លប់ជួនកាលគាត់ស្ដោកហ្នឹងប៉ុន្តែគាត់ដេកលក់គាត់សងំគាត់សវឹងស្រាតើធ្វើម៉េចបានដឹងថាគាត់សន្លប់បាទដាក់គាត់មកគោះសួរគោះគាត់ឲ្យសួរគាត់ហ្មងពូបងអូនមិនឲ្យបងសួរបើសិនជាគាត់អត់ឆ្លើយមានន័យថាម៉េចសន្លប់បើសិនជាគាត់អត់មានការបំរើដៃជើងមានន័យថាសន្លប់អញ្ចឹងមាន2ទី1សួរគាត់អត់ឆ្លើយទី2គោះអត់បំរើអានឹងបានសន្មតថាសន្លប់គាត់នៅលោកតានិយាយបាទច្បាស់ហើយណាអញ្ចឹងចាប់ពីថ្ងៃនេះយើងដឹងហើយណាពេលដែលជនរងគ្រោះថ្នាក់ស្ដោកយើងកុំទាន់ថាសន្លប់លុះត្រាតែចូលទៅពិនិត្យសិនបានដឹងថាសន្លប់មិនឃើញគេពីចម្ងាយអូលោកគ្រូអ្នកចរាចរណ៍សន្លប់ហើយអត់ទេអត់ទៅហ៊ានថាទេមុននឹងថាគេសន្លប់លុះត្រាតែចូលទៅពិនិត្យសិនពិនិត្យមិនគឺគោះសួរគាត់បាទគោះបងមានឆ្លើយតបអត់មានកម្រើកអត់អានឹងគេហៅថាសន្លប់បើសន្លប់យើងចាប់ផ្ដើមពិនិត្យមើលដង្ហើមធ្វើមិនបានដឹងថាគាត់មានដង្ហើមបាទទី1យើងមើលជីពចរបើជីពចរដើរមានន័យថាគាត់នៅមានអីមានដង្ហើមប៉ុន្តែមានមួយទៀតយើងពិនិត្យដង្ហើមហ្មងដឹងថាដង្ហើមដកហ្មងមើលកន្លែងណាមើលច្រមុះអត់ដឹងទេអាចយើងច្រឡំខ្យល់ឥឡូវធ្វើមិនបានដឹងថាយើងមានដង្ហើមបាទមើលដើមទ្រូងហើយនឹងពោះកាលណាទ្រូងហើយនឹងពោះធ្វើផតមានន័យថាមានដង្ហើមមិនបោះទេមើលពីលើហ្មងបាទអញ្ចឹងឥឡូវមកវិញចេះឥឡូវចាប់ដើមសន្លប់យើងមើលដង្ហើមចាប់ដើមមើលដង្ហើមមិនបោះអាវទេដកធម្មតាមកតោះបាទបាទតោះឥឡូវដកធម្មតាមក1 2 3 4 5 6 7 8 9 10ពិនិត្យដង្ហើមគឺពិនិត្យ10វិនាទីរាប់ឲ្យគ្រប់10ពេលដែលពិនិត្យទៅឃើញចលនាធ្វើផលអត់ឃើញអត់លោកយាយឃើញអញ្ចឹងមានន័យថាសន្លប់នេះគឺមានដង្ហើមបើមានដង្ហើមមានន័យថាមិនទាន់ស្លាប់ទេតែបើអត់ជួយរយៈពេលពី3ទៅ5នាទីទៀតឡានពេទ្យមកអត់ទាន់គាត់នឹងអាចស្លាប់នេះសន្លប់ហើយមានដង្ហើមក៏ដោយតែបើសិនជាអត់មានអ្នកជួយទេគាត់នឹងអាចស្លាប់ក្នុងរយៈពេលពី3ទៅ5នាទីតើស្លាប់ដោយសារអីបាទស្ទះត្រឹមត្រូវស្ទះអីស្ទះបេះដូងវិញស្ទះផ្លូវដង្ហើមបាទស្ទះផ្លូវដង្ហើមអញ្ចឹងកាលណាសន្លប់របៀបនេះអាចស្លាប់បានដោយសារ2ចាំមកលោកតានិយាយនេះមនុស្សនេះដេកសន្លប់នេះមានដង្ហើមបណ្ដោយអាចស្លាប់ដោយសារ2ទី1ដោយសារអណ្ដាតធ្លាក់បិទបំខ្យល់ទី2ដោយសារកម្ពស់ស្លែងវាឡើងមកនេះឡើងមកគឺនៅកន្លែងណានៅកន្លែងកនេះសូម្បីតែមនុស្សយើងអត់សន្លប់ពេលដែលដេកលក់ក៏មានកម្ពស់ស្លែងឡើងមកដែរចុះទម្រាំនឹងសន្លប់អញ្ចឹងហើយបានអ្នកសង្គ្រោះបឋមចាំថាបើសន្លប់នៅមានដង្ហើមយើងអាចជួយបានគឺត្រូវជួយសម្រួលអា2ហ្នឹង
ទី1សម្រួលដាតកុំឲ្យបិទកំពុងចោលទី2សម្រួលកម្ពុជាស្លាច់កុំឲ្យវាស្ទះកន្លែងផ្លូវដង្ហើមតោះទី1អាចសម្រួលដាតកែដាតចេញនេះបានអ្នកត្រឡប់នេះឆ្ងល់ជាងអ្នកមើលរៀនអូខេបាទតោះតោះធ្វើមិនដើម្បីសម្រួលដាតកុំឲ្យបិទកំពុងចោលគាត់និយាយមិនហាងឆ្កើដាតចេញអត់ទេតោះធ្វើអីពេលដែលលោកតាលោកយាយចង់សម្រួលដាតកុំឲ្យបិទកំពុងចោលលោកតាលោកយាយធ្វើចេះងើយនេះងើយមើលក្រោកឈរលោកតាយាយក្រោកឈរមើលឲ្យតាន់គឺងើយនេះងើយរបៀបហ្នឹងដើម្បីសម្រួលដាតកុំឲ្យបិទកំពុងចោលនេះជួយបានណាតែបើអត់ជួយអញ្ចឹងទេដាតមិនបិទមកពេលដែលបិទហើយដល់ដង្ហើមក៏ដល់ពេលស្ទៀនដាតដល់លេងចេញហើយឡានពេទ្យមកយូរទៀតចាប់ដើមដាច់ខ្យល់បាត់អញ្ចឹងហើយបានលោកតានិយាយកុំភ្លេចពេលដែលសន្លប់ត្រូវតែលើកអានេះដើម្បីឲ្យសម្រួលដាតកុំឲ្យបិទកំពុងចោលតោះនេះលោកតានិយាយតោះនេះបន្តិចទៀតសួរឡើយណាប្រយ័ត្នគេសួរថាធ្វើម៉េចដើម្បីសម្រួលដាតកុំឲ្យបិទអញ្ចឹងយើងត្រូវលើកអីលើកចកាបានលើកចកាបើកមាត់អូល្អយឺនិយាយដល់អនុវត្តមួយបាត់ទៀតអញ្ចឹងទី1សម្រួលដាតកុំឲ្យបិទកំពុងចោលចុះទី2កម្អួតស្លេះធ្វើម៉េចដើម្បីសម្រួលវាកុំឲ្យវាស្ទះដល់មន្ទីរពេទ្យគេធ្វើអីគេបូមចេញតែយើងអ្នកសង្គ្រោះបឋមមានអីបូមអត់មានទេតិចច្រឡំយកមាត់យើងទៅបឺតអត់ទេបាទអត់ទេអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យកម្ពុជាស្លេះនេះវាហូរចេញធ្វើម៉េចបាទធ្វើអីបាទទាញគាត់ឲ្យដេកផ្អៀងលោកតាលោកយាយណាមានតែធ្លាប់ដេកហៀទឹកមាត់ទេបាទធ្លាប់ទេលោកយាយថាធ្លាប់ដេកហៀទឹកមាត់នឹងហើយគឺជាដំណេកផ្អៀងគឺជាដំណេកសម្រាប់ជួយជនរងគ្រោះដែលសន្លប់ពេលដែលដេកផ្អៀងកម្ពុជាស្លាស់វាហូរចេញអត់ហូរចេញអានឹងហើយសម្រាប់ជួយកម្ពុជាស្លាស់កុំឲ្យវាស្ទះកំពុងខ្យល់តោះឥឡូវខ្ញុំទាញឲ្យមើលទាញយ៉ាងម៉េចដើម្បីឲ្យកម្ពុជាស្លាស់ហូរចេញតោះចុះសកម្មទាញឥឡូវទាញថានោះលើកដៃថ្នមមើលតើយើងមើលយ៉ាងមើលអត់ទាត់ទេបាទលើកដៃថ្នមលើកជើងមួយបញ្ឈរហើយរុញគាត់ទៅឲ្យស្អៀនបាទនេះតនេះយ៉ាងម៉េចងើយកុំឲ្យដាតបិទមាត់នេះយ៉ាងម៉េចចុះក្រោមដៃនេះយ៉ាងម៉េចតុបតិចនេះមាត់នេះចុះក្រោមធានាថាកម្ពុជាស្លេះត្រូវតែអីត្រូវតែហូរចេញបាទវាហូរចេញអញ្ចឹងវាហូរចេញពេលដែលវាឡើងមកពងកគឺវាហូរចេញតាមមាត់សំខាន់មាត់ចុះអីចុះក្រោមនេះហើយដើម្បីជួយជនរងគ្រោះសន្លប់មានដង្ហើមហើយចាំឡានពេទ្យមកដល់10នាទី20នាទីតាមជាក់ស្ដែងអាចពន្យាពេលបានអញ្ចឹងតែបើលោកតាយើងអត់ជួយទេឲ្យគាត់ដេកស្ងាមិញគឺឡានពេទ្យមកអត់ទាន់ទេបាទទាន់ទេលោកតាយើងបាទបើកហើយលោកយីស្ដឹងទៀតពេលដែលព្រៀងអញ្ចឹងគឺវាបើកហើយអានេះវាបើកមកហ្មងបាទហៀងហ្មងអញ្ចឹងតោះនេះលោកយីលើកតាមនៅខាងក្រោយ